Hello សួស្តីអ្នកនរគ្នាចឹងថ្ងៃនេះយើងមកបើកប្រអប់ជាមួយនឹងនេះម៉ៅពុលសាអានេះពួក Pro Series អានេះជា edition របស់ So Santo អានេះជាម៉ៅរបស់ពួក e-sport gamer ហ្មងមិនថា edition របស់ e-sport gamer So Santo នេះអ្នកដែលលេង Valorant គាត់ប្រកាសជាស្គាល់ហើយគាត់គឺជាអ្នកលេង Valorant professional តែម្ដងហើយគ្រួសារគាត់បងប្អូនគាត់គឺលេងខ្លាំងមែនតើហ្មងលេងទាំងអស់គ្រួសារគាត់លេង Valorant ទាំងអស់ចឹងថ្ងៃនេះយើងមកបើកប្រអប់តិចមកចង់ដឹងក្នុងហ្នឹងមានអីខ្លះឬក៏ស្អាតប៉ុណ្ណាយើងទស្សនាអ្នកនរគ្នាគឺយើងមកមើលទាំងអស់គ្នាបើកប្រអប់ដំបូងគេនេះនៅប្រទេសកម្ពុជាយើងសសន្តុនេះអូខេម៉ៅវា design មកស្អាតមែនតើនេះ texture វាស្អាតមែនតើខ្ញុំស្រឡាញ់មែនតើមកម៉ៅពុលសាមួយនេះនេះម៉ៅនេះអែមមែនតើមកអានេះមានគេដាក់សសន្តុនៅពីលើខាងនេះថែមខាងស្ដាំនេះហើយមានជាមួយនឹងអានេះលក្ខណៈការ design នៅ scroll wheel វាមានរំលេចពណ៌កាឈូកថែមទៀតហើយខាងឆ្វេងដៃនេះគឺ side button នេះគឺមានពណ៌កាឈូកដែរខាងក្រៅវានេះគឺជាប៊ូតុងសម្រាប់ចុច DPI រួមជាមួយនឹងការបើកបិទបើក on and off ហើយ skate របស់វាគឺអែមហ្មង skate នេះលំដាប់លេខ1របស់ Pulsar ណា Pulsar នេះគឺជាម៉ៅរបស់ប្រទេសកូរ៉េខាងត្បូងគាត់ផលិតមកល្បីខ្លាំងដែរគ្រាន់ថាយើងអត់មានលក់ដោយសារម៉ៅវាមួយគឺតម្លៃមិនគួរសមទេមិនណយដែរតម្លៃល្បាក់200ដែរហើយ edition មួយក៏ថ្លៃដែរចឹងម៉ៅមួយនេះអែមមែនតើហើយរហងៃនេះខ្ញុំក៏បានកាន់ជាមួយនឹង Pulsar ដែរគឺអានេះពពួក X2 H នេះខ្ញុំកាន់ពេញដៃល្អចឹងយើងមកបើកបន្តទៀតចាំបញ្ជាក់តិចតែម៉ៅនេះគឺមានទទួលការ pre order ពីភ្ញៀវទេក្នុងហ្នឹងមានខ្សែខ្សែ USB Type C ទៅ Type A អូខេនេះមានกระดาษណែនាំមានអីហើយមាន skate មកបន្ថែមដែរនេះមាន skate មានអីដាក់ចូលវិញទៅនេះសុំភ្ញៀវបើកណាម៉ៅហ្នឹងសុំភ្ញៀវបើកទេម៉ៅរបស់ pre order ទេអូខេនេះគឺជា dongle 8K polling rate អូខេចុចរបស់វាគឺនៅក្នុងនេះគឺបានបញ្ជាក់ដែរ spec វាជាប្រភេទ flagship ម៉ៅ sensor វាមាន DPI 32000 8K polling rate ហើយប្រភេទ optical switch អានេះ switch ហ្នឹងអត់ងាយខូចណា optical ហ្នឹងជាមួយនឹងប្រភេទម៉ៅនេះគឺ